សួស្តីលោកគ្រូ ចឹងថ្ងៃនេះដែរខ្ញុំនឹងមកបង្ហាញពីcomment សម្រាប់មើល hardware monitor របស់យើងចឹងមុនដំបូងនេះគឺខ្ញុំបើកចូល VisualBox ហើយខ្ញុំបាន start វាហើយព្រោះកន្លែងហ្នឹងកុំឲ្យខាតពេលយូរបន្ទាប់ពី start ហើយគឺយើងគឺវាឲ្យយើង login user របស់យើងអញ្ចឹងកន្លែងហ្នឹងខ្ញុំវាយ user ខ្ញុំមកឈ្មោះខ្ញុំសុនច័ន្ទណាយើងដាក់ password ហ្នឹងបន្ទាប់មកយើងអាចlogin បានហើយយើងវាយ IPA ដើម្បីយក IP ហ្នឹង ping មួយហើយ CD យើងនេះចឹងIP យើងគឺ192.168.1.9ចឹងយើង ping 192.168.1.9ចឹងគឺយើងអាច ping បានហើយគឺឥឡូវយើងចាប់ផ្ដើមremote ជាមួយនឹងSSH ចឹងយើងវាយ SSH យើងវាយ user របស់យើងហើយយើង add យើងដាក់ IP ហ្នឹងមក192.168.1.9យើងដាក់ password បន្ទាប់មកគឺយើងអាចចូលបានហើយកន្លែងហ្នឹងដូចជាមាន yes តិចតែកន្លែងនេះអត់ដឹងម៉េចព្រោះខ្ញុំអត់មាន yes ណាសំខាន់ឥឡូវចូលបានដោយសារខ្ញុំទៅបញ្ចូលមុននឹងហើយដែរបន្ទាប់មកគឺ comment មុនដំបូងបំផុតគឺយើងវាយ who am I មើល user យើង pwd ដើម្បីមើលថាយើងចូលលើ directory មួយណាហ្នឹងហើយអញ្ចឹងចូលដល់ comment ថ្ងៃនេះមុនដំបូងគឺយើងចង់មើលពី CPU អញ្ចឹងយើងវាយls CPU នេះls CPU នេះសម្រាប់មើល CPU វាមាន32 bit 64 bit ហ្នឹងហើយបន្ទាប់ពីមើល comment CPU ហ្នឹងហើយគឺយើងវាយcomment top ហើយគឺដើម្បីមើល process វាមើលពី PID ជាទូទៅ PID ហ្នឹងគឺយើងមើលពីថាតើapplication ហ្នឹងវាដំណើរការលើ process ID ប៉ុន្មាននេះគឺ PID ហ្នឹងជា application ហ្នឹងដំណើរការលើprocess ID ប៉ុន្មានអញ្ចឹងអានេះយើងចង់ចេញយើងចុច Control C យើងចេញហើយយើងអាច clear វាចោលសិនបានហ្នឹងហើយបន្ទាប់មកគឺយើងចូលដល់ comment បន្ទាប់គឺយើងត្រូវ install Xcode ការពិត Xcode ហ្នឹងគឺវាមាន color មានអីស្រួលមើលចឹងឥឡូវខ្ញុំនេះគឺយើង install ហើយ Xcode យើងវាយ sudo apt install Xcode យើងដាក់ដក y ឲ្យហើយគឺយើងយក yes ដើម្បីជៀសវាងសួរញ៉ៃច្រើនតោះមកឥឡូវយើងដាក់ password ចឹងអឺខ្ញុំវាយសាប់វាយមើល Xcode មើលសិននេះដល់ពេលយើង install បានហើយគឺយើងអាចវាយមើលបានគឺអានេះមានពណ៌មានអីស្រួលមើលអានេះយើងអាចមើលពី memory នេះគឺmemory 3.3G ដែលយើងប្រើអស់230មេហើយនេះ swap យើងមាន3.82G ដែរហើយយើងអត់ទាន់ប្រើអស់ប៉ុន្មានទេចឹងបន្ទាប់ពីយើងមើលវាហើយយើង
Ctrl+C សិនមកយើងអាចមើល desktop ហ្នឹងហើយគឺយើងចូលដល់ command បន្ទាប់យើងវាយមើលពីហើយ memory free.h គួរបញ្ជាក់ដែរបើថាយើងវាយ free គឺវាញ៉ៃញ៉ៃវាមិនមែនញ៉ៃញ៉ៃតែឃើញយើងមើលកន្លែងនេះយើងមើលជាបាយគឺវាតន្ត្រីមានច្រើនអញ្ចឹងទៅយើងអាចនឹងវាយ free.h គឺវាគិតជា G total G ស្មើ 3.8G អញ្ចឹងយើងស៊ូមមើលអានេះគឺ total 3.8G ហើយវាប្រើប្រាស់អស់229មេអញ្ចឹងយើងចង់សួរមើលបើនេះគឺវារឿងញ៉ៃញ៉ៃតិចអញ្ចឹងដូចគ្នាដែរយើងអាចមើលឲ្យ hard disk ដែរ hard disk គឺយើង DF អញ្ចឹងមកកន្លែងនេះគឺវាហើយគិតជាមេដែរគិតជាបាយអញ្ចឹងយើងបាក់មើលវាញ៉ៃញ៉ៃយើងអាចគិតមើលវាជា kilobyte យើងឲ្យ df.8 ហ្នឹង392មេ use 1.1មេហ្នឹងអានេះមើលឲ្យ hard disk អញ្ចឹងចូលដល់ command បន្ទាប់គឺយើងវាយ command ls blk command ហ្នឹងគឺយើងសម្រាប់ list វាចេញមើលទាំងអស់ហ្នឹងហើយបន្ទាប់ពី command ហ្នឹងហើយគឺយើងចូលដល់ command បន្ទាប់គឺយើងនៅពេលដែលយើងចង់បិទចោលកម្មវិធីណាមួយអញ្ចឹងទៅឥឡូវនេះខ្ញុំវាយ ATOP សិនពេលហ្នឹងនៅពេលដែលយើងបើក ATOP ហ្នឹងដែលយើងចង់បិទកម្មវិធីមួយអញ្ចឹងឧទាហរណ៍ថាខ្ញុំបើកVLC កន្លែងហ្នឹងនៅពេលដែលបើកហើយគឺយើងអាច search មើលកន្លែងនេះយើង VLC ប៉ុន្តែខ្ញុំអត់ដឹងថាកន្លែងនេះមិនដែរបានPID user នេះគឺយើង load រហូតដែរអញ្ចឹងនៅពេលដែលយើងយើង Control V សិន Control C នៅពេលដែលយើងចង់បិទគឺយើងប្រើ command kill ដក9ហើយយើងដាក់PID មិញដែលយើង search មិញហ្នឹងមកយើងអាចដាក់វាចូលយើងវាយចូលទៅឧទាហរណ៍ ID ប៉ុន្មានយើងដាក់កន្លែងហ្នឹងចូលមកយើង enter មកគឺយើងអាចបិទបានហើយអញ្ចឹងដោយសារតែមិញហ្នឹងគឺខ្ញុំអត់ដឹងថាម៉េចដែរបានវា load PID ហ្នឹងអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្ណឹងហើយក៏អរគុណអ្នកទាំងអស់គ្នានិងលោកគ្រូដែលបានមើលវីដេអូមួយនេះ